ngày nay mau đang play tại ai bong ôn đây xài của mày tại cái thả bộ đào về để trên hai ngày nay mau bằng hai chút bong ôn vì rồi việc slo là vậy cái đam là bong ôn cái house slo từ cái đam bẹp này thằng phụ ở bong ôn trà này cái thả slo bao giờ cái thả bẹp này bong ôn chơi thả lên chui và hơ emแต่ maintain นะបងប្អូនដោយសារតែក្តាមខែនេះវាខ្លាញ់ណាបងប្អូនចាក្តាមខ្លាញ់ហើយណាមួយគឺថាវាសម្បូរផងដែរណាហើយមកហូបមកមុខនេះបងប្អូនពេញនិយមមែនទែនខាងស្រុកមកពួកខ្ញុំគឺថារសជាតិឆ្ងាញ់ណាបងប្អូនដាក់អស់បាយ2ចាន3ចានណាបើថាបានស្លយើងក្តៅហើយនឹងបាយដាំក្តៅទៀតគឺថាអេមែនទែនបងប្អូនចាហើយជាមុននឹងបានស្លបងប្អូនឥឡូវថាយើងងាកមកមើលក្តាមរបស់យើងនេះថាក្តាមខ្លាញ់មែនទែនបងប្អូននេះក្តាមស្រែរបស់យើងនេះចាហើយគ្រឿងផ្សំរបស់យើងបងប្អូនមានសាច់ជ្រូកមានផ្កាមានកូនកពឹសកូនអីចឹងមកហើយនឹងអានូបាណាបងប្អូនហើយនឹងម្ទេសស្រស់ផងដែរហើយនឹងដូចខ្ញុំនិយាយចឹងលពៅបងប្អូនកន្លែងនេះបងប្អូនណាបន្លែសម្រាប់បន្លែបងប្អូនមានសិតច្បើងសិតជុលអីបងប្អូនដាក់ទៅចាខ្ញុំមានប៉ុណ្ណឹងខ្ញុំដាក់ប៉ុណ្ណឹងទៅហើយបន្ទាប់ពីថាយើងរាយដាក់បន្លែបងប្អូននេះចាឥឡូវទឹកក្តាមរបស់យើងដែលយើងបានបកអីណាបានបុកបានពូតយកទៅយើងយកទៅសាច់ទឹកវាទេបងប្អូនហើយកន្លែងនេះបងប្អូនមិនដាក់ដាំទឹកជាទឹកអីទេយើងយកអាទឹកក្តាមរបស់យើងនឹងឯងគឺថាយើងយកមកចាក់ចូលបងប្អូនចាដើម្បីយើងធ្វើជាសម្លហើយក៏យើងដាក់គ្រឿងដូចជាខ្ជាយស្លឹកក្រូចហើយនឹងខ្ទឹមសហើយនឹងដេងអីតិចមកណាបងប្អូនបាច់ដាក់ដេងក៏បានដែរចាសំទោសមិញហើយមួយទៀតយើងច្រំប្រហុកបងប្អូនចាដោយសារតែទឹកស្លរបស់យើងវារាំងពុះកន្លែងនេះយើងរួចដាក់ប្រហុកតិចចាបងប្អូនដោយសារសម្លនេះបើថាអត់ប្រហុកគឺថាអត់ឆ្ងាញ់ទេបងប្អូនដូច្នេះហើយយើងត្រូវតែបន្ថែមប្រហុកតិចចាហើយបន្ទាប់ពីថាទឹកស្លយើងពុះណាបងប្អូនមានសាច់ជ្រូកដាក់សាច់ជ្រូកដូចខ្ញុំមកបងប្អូនមានកូនត្រីក៏បងប្អូនដាក់កូនត្រីទៅហើយបន្ទាប់មកយើងថែមគ្រឿងក្រៅទៅបងប្អូនមានស្ករមានប៊ីចេងអីចឹងមកចាហើយកន្លែងនេះបងប្អូនដាក់តាមមើលតាមតិចតាមច្រើនណាបងប្អូនច្រឡច្រើននឹងដាក់គ្រឿងក្រៅយើងតាមនឹងទៅណាបងប្អូនហើយថានិយាយពីថាទឹកពោះក្រក់ចឹងមកណាបងប្អូននិយាយថាក្លិនវានឹងឈ្ងុយដោយសារតាណាមួយសម្លនេះគ្រឿងសំខាន់ជាងគេណាខ្ជាយបងប្អូនយើងដាក់រៀងច្រើនតិចទៅឲ្យវាក្អូបចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតទឹកពុះឡើងចង់ដាច់ឆ្នាំងហើយបងប្អូនឥឡូវគឺថាយើងដាក់បន្លែចូលបន្លែយើងមានលពៅមានអានោមអីចឹងណាបងប្អូនយើងដាក់បន្លែដាក់ពីមុខនេះដើម្បីឲ្យថាវារៀងស្ផុយពាក់កណ្ដាលសិនអីចឹងណាបងប្អូនចាហើយចាំយើងដាក់បន្លែផ្សេងចូលចាហើយនេះយើងក៏កូរវាត្រឡប់ទៅត្រឡប់មកចឹងណាបងប្អូនថាដើម្បីឲ្យវាបន្លែរបស់យើងវារៀងលិចទឹកលិចអីចឹងណាហ្នឹងហើយបងប្អូនបន្ទាប់ពីថាយើងក្របវាទុកសិនហើយបន្ទាប់ពីពុះឡើងពុះទៀតដែរណាបងប្អូនចាភាសាកន្លែងនេះខ្ញុំកាត់វីដេអូបន្តិចចាហើយបន្ទាប់មកទៀតនេះបងប្អូនយើងដាក់បកាហើយនឹងកូនកពឹសចូលចឹងទៅចាវាមានម៉ែមានកូនគេចឹងណាបងប្អូនចាហើយបន្ទាប់មកទៀតណាបងប្អូនកុំភ្លេចឲ្យសោះខ្លាញ់ក្តាមដែលយើងបានឆ្កឹះទុកមកកដប់ចឹងណាបងប្អូនចាខ្លាញ់ក្តាមនេះណាពេលដែលយើងដាក់ទៅស្លយើងឡើងខាប់ហើយកាន់តែឈ្ងុយកាន់តែឆ្ងាញ់ណាបងប្អូនហើយមួយទៀតបងប្អូនទឹកដូងចាកន្លែងនេះខ្ញុំបន្ថែមជាមួយនឹងទឹកដូងណាបងប្អូនចាដើម្បីឲ្យថាសម្លរបស់យើងវារឹតតែឆ្ងាញ់ហើយណាមួយវាបានពណ៌ស្អាតទៀតហើយក្លិនវាឈ្ងុយទៀតផងដែរណាមួយជាតិជាមួយនឹងទឹកដូងណាបងប្អូនចាទឹកដូងក្តាមហ្នឹងមិនធម្មតាទេបងប្អូនឆ្ងាញ់ខ្លាំងណាចាហើយនេះបងប្អូនឃើញទេបងប្អូននិយាយពីថានៅឃើញបងប្អូនធ្វើសាកមើលចាខែនេះសម្បូរក្តាមអញ្ចឹងបងប្អូនធ្វើទៅហើយណាមួយវាខ្លាញ់ច្រើនទៀតអញ្ចឹងណាបងប្អូនហើយជាចុងក្រោយណាបងប្អូនយើងបន្ទាប់ពីថាយើងមើលផ្លែប្លុករបស់យើងផុយហើយយើងក៏បានបង់ជីសហើយនឹងផ្លឹកបាសចូលអញ្ចឹងណាបងប្អូនហើយត្រឡប់ទៅត្រឡប់មកអញ្ចឹងមកចាកន្លែងនេះយើងមិនបាច់ដាក់យូរទេបងប្អូនបន្លែរបស់យើងដាក់ប្រហែលជា2-3នាទីទៅដឹងតែឆ្អិនហើយបងប្អូនចាហើយនេះស្លរបស់យើងរួចរាល់ហើយបងប្អូននិយាយថាឈ្ងុយហើយជាតិតែមែនទែនដោយសារតែខ្លាញ់ក្តាមវាសបោខ្លាញ់បងប្អូនខែនេះគឺថាឆ្ងាញ់មែនទែនបងប្អូនធ្វើសាកមើលទៅថាគឺចង់និយាយថាសម្លនេះវាសាមញ្ញទេតែថាអស់បាយពីរចានណាបងប្អូនបានដាំបាយក្តៅស្លក៏ក្តៅប៉ះមេតិចតិចគឺថាឆ្ងាញ់យ៉ាងណាបងប្អូនហើយនេះបើថាមានបងប្អូន 4-5 នាក់យើងធ្វើមួយឆ្នាំងឲ្យយើងទៅដឹងតែអស់ហើយបងប្អូនអើយនេះបងប្អូននេះស្លរបស់ខ្ញុំថាបងប្អូនឃើញទេគឺថាឆ្ងាញ់ខ្លាំងអត់ថាបងប្អូនអត់មានបកាទេបងប្អូនដាក់តែកូនកពឹសកូនអីក៏បានដែរចាថាដឹងតែអេមកឥឡូវថាដល់ពេលយើងភ្លក់អើយចាចែគាត់ភ្លក់មើលថា
ឆ្ងាញ់របស់គេមែនបងប្អូនហើយអស់បាយពីវិចារនឹងឡើងគីឡូទៀតហើយបងប្អូនចាហ្នឹងហើយបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលចូលមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ follow ហើយនិង share វីដេអូនេះឲ្យបានច្រើនផងដែរណាបងប្អូនហើយបើថាមានចងល់ឬក៏មានកន្លែងណាខុសឆ្គងអីបងប្អូន comment ចូលក្រោមវីដេអូនឹងបានណាបងប្អូនចាហើយជូនពរឲ្យបងប្អូនរស់ស៊ីទទួលទានមានបានគ្រប់គ្នាណាបងប្អូនចាហើយក៏អរគុណបងប្អូនទាំងអស់គ្នាជំរាបលាបាយបាយ